បន្ទាប់ពីបានសង្គ្រោះវិញ្ញាណខ្មោចស្ត្រីពស់ធំនៅក្នុងបដិវេណវត្តចាស់រួចមកក្រុមរបស់អ៊ំខាវរួមជាមួយអ៊ំយ៉ងនិងនាយកែមបាននាំគ្នាសម្រាកមួយស្របក់ធំរហូតដល់ព្រះអាទិត្យរះកម្ពស់ពាក់កណ្ដាលដើមត្នោតទើបនាំគ្នាងើបលុបមុខលុបមាត់ដើម្បីត្រៀមខ្លួនបន្តកិច្ចការចុងក្រោយគោលដៅបន្ទាប់នៅព្រឹកនេះគឺការនាំយកក្របីទាំង9ក្បាលទៅគេហដ្ឋានរបស់ដង្ខៅសួរដែលជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំនិងល្បីល្បាញបំផុតប្រចាំតំបន់ថាជាអ្នកដែលហ៊ានទិញក្របីក្នុងតម្លៃខ្ពស់និងមិនរើសអើងទោះក្របីនោះស្គមឬធាត់យ៉ាងណាក្តីឲ្យតែត្រូវចិត្តគឺគាត់ទិញយកទាំងអស់ក្រុមឈ្មួញដែលមានអ៊ំខាវអ៊ំយ៉ងនីពេជ្រនិងនីកែមបានបណ្ដាក្របីកាត់ភូមិដោយមានអ្នកភូមិមើលយ៉ាងច្រើនរហូតទៅដល់មុខផ្ទះដ៏ធំស្កឹមស្កាយមួយដែលទុកក្មួយៗដទៃទៀតឲ្យនៅសម្រាកយាមកន្លែងផ្ទះរបស់ដង្ខៅសួរគឺជាផ្ទះឈើដ៏ប្រណិតលើកផុតពីដីខ្ពស់សសរសុទ្ធតែឈើបេងមូលធំរលោងរីឯដំបូលប្រក់ក្បឿងពណ៌ក្រហមឆ្អិនឆ្អៅក៏ប៉ុន្តែបរិយាកាសនៅជុំវិញហាក់ដូចជាស្ងប់ស្ងាត់ខុសពីធម្មតាសូម្បីតែស្លឹកឈើនៅក្នុងបរិវេណផ្ទះនេះក៏ហាក់ដូចជាមិនសូវរំគោះរំកើធ្វើឲ្យផ្ទះដ៏ធំស្កឹមស្កៃមើលទៅពោពេញទៅដោយភាពសោកសៅនិងអាថ៌កំបាំងនិយាយមិនត្រូវគ្រាន់តែក្រុមឈ្មួញចូលដល់ទីធ្លាផ្ទះភ្លាមដង្ខៅសួរក៏ចុះមកពីលើផ្ទះទទួលពួកគាត់ដោយខ្លួនឯងគាត់គឺជាបុរសវ័យចំណាស់អាយុប្រហែល50ឆ្នាំពាក់អាវសូត្រតែអ្វីដែលគួរឲ្យគាត់សម្គាល់នោះគឺទឹកមុខរបស់គាត់ថ្មីត្បិតតែគាត់ញញឹមរាក់ទាក់ហើយក្រុមអ៊ំខាវឲ្យអង្គុយលើគ្រែក្រោមផ្ទះផឹកទឹកតែយ៉ាងសមរម្យពិតមែនក៏ប៉ុន្តែទឹកមុខរបស់គាត់បែរជាស្លេកស្លាំងភ្នែកទាំងគូរូងជ្រៅនិងមានស្នាមចំខ្មៅនៅខាងក្រោមហាក់បីដូចជាមនុស្សដែលមិនបានដេករាប់សិបយប់មកហើយអ៊ំយ៉ងដែលអង្គុយស្ងៀមនៅក្បែរនីកែមបានសម្លឹងមើលទៅដង្ខៅសួរមិនដាក់ភ្នែកក្នុងក្រសែភ្នែករបស់អ្នកចេះដូចជាគាត់មើលឃើញថានៅជុំវិញខ្លួនរបស់ដង្ខៅហាក់ដូចជាមានចំហាយផ្សែងពណ៌ប្រផេះគ្របដណ្ដប់ជុំជិតដែលជាសញ្ញានៃមនុស្សរាសីដាក់ឬមានគ្រោះថ្នាក់ដល់ជីវិតហើយអ្វីដែលគួរឲ្យសង្ស័យជាងនេះនោះគឺនៅពេលដែលដង្ខៅសួរនិយាយម្ដងគាត់តែងតែលើកដៃមកខ្ទប់មាត់ហើយក្អកខុងជាប់មិនលែងសំឡេងក្អកស្ដាប់ទៅស្ងួតលាន់ចេញមកដូចជាមនុស្សគ្មានកម្លាំងធ្លាក់ខ្លួនឈឺជាច្រើនថ្ងៃមកហើយការចរចាចាប់ផ្ដើមឡើងដង្ខៅសួរគាត់មិនបានតថ្លៃអ្វីច្រើននោះទេគាត់គ្រាន់តែដើរមើលក្របីទាំង9ក្បាលមួយជុំរួចក៏ងក់ក្បាលយល់ព្រមទិញយកទាំងអស់ក្នុងតម្លៃមួយដែលខ្ពស់ជាងទីផ្សារធម្មតាធ្វើឲ្យអ៊ំខាវនិងនីពេជ្រសប្បាយចិត្តជាខ្លាំងព្រោះមិននឹកស្មានថាលក់បានងាយនិងបានថ្លៃបែបនេះបន្ទាប់ពីប្រគល់ប្រាក់និងធ្វើកិច្ចសន្យារួចរាល់ដង្ខៅសួរបានដកដង្ហើមធំរួចនិយាយដោយសំឡេងស្អកថាលោកបងបើលើកក្រោយមានក្របីមកទៀតលោកបងមិនបាច់យកមកផ្ទះខ្ញុំទេខ្ញុំគិតថាខ្ញុំឈប់ធ្វើរបរទិញលក់ក្របីនេះទៀតហើយសម្ដីរបស់ដង្ខៅសួរបានធ្វើឲ្យអ៊ំខាវនិងក្មួយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងអ៊ំខាវដាក់ពេងតែចុះរួចសួរថាចុះហេតុអ្វីទៅលោកដង្ខៅខ្ញុំឮគេនិយាយតគ្នាថាលោកដង្ខៅរកស៊ីរបរនេះឡើងដៃណាស់មានមុខមានមាត់មានទ្រព្យសម្បត្តិហូរហៀក៏ដោយសាររបរនេះដែរចុះហេតុអ្វីបានជាដង្ខៅចង់បោះបង់វាចោលទៅវិញដង្ខៅសួរនៅស្ងៀមមួយសន្ទុះគាត់សម្លឹងមើលទៅវងក្របីដែលទើបតែទិញ
រួចងាកមកមើលអំខៅវិញដោយទឹកភ្នែករលីងរលោងទើបនិយាយជាក្រោយថាទ្រព្យសម្បត្តិមុខមាត់វាគ្មានន័យអ្វីទៀតទេលោកបងបើគ្មានមនុស្សជាទីស្រឡាញ់នៅក្បែរខ្លួននោះគាត់ក្អកខុងពីរបីដងរួចបន្តទាំងសំឡេងញ័រថាខ្ញុំគិតថានេះប្រហែលជាកម្មពៀររបស់ខ្ញុំហើយដែលរកស៊ីរបរនេះព្រោះប៉ុន្មានឆ្នាំចុងក្រោយគ្រួសារខ្ញុំជួបតែរឿងអាភ័ព្វមិនឈប់ឈរនិយាយតាមត្រង់ទៅចុះកាលពី3ឆ្នាំមុនកូនប្រុសរបស់ខ្ញុំអាយុទើបតែ8ឆ្នាំសុកក៏កើតជំងឺចម្លែកមើលមិនជាពេទ្យណាក៏គ្រវីក្បាលរហូតចុងក្រោយស្លាប់ចោលខ្ញុំទៅដង្ខៅសួរចាប់ផ្ដើមស្រក់ទឹកភ្នែកធ្វើឲ្យក្រុមអ៊ំយ៉ងនិងនីកែមដែលមកជាមួយអូនណែនក្នុងចិត្តគាត់ចាប់ក្រមាមកជូតទឹកភ្នែកចេញបន្តិចទើបបន្តនិយាយថាហើយអ្វីដែលធ្វើឲ្យខ្ញុំកាន់តែឈឺចាប់ទើបនឹងកើតឡើងថ្មីមិនតាន់ទាំងបាន10ថ្ងៃផងនោះគឺប្រពន្ធខ្ញុំគេមានផ្ទៃពោះ5ខែទៅហើយស្រាប់តែធ្លាក់ខ្លួនឈឺភ្លាមហើយក៏ស្លាប់ទៅទាំងម្ដាយទាំងកូនក្នុងផ្ទៃឥឡូវនេះបន្ទាប់ពីប្រពន្ធខ្ញុំស្លាប់បាត់ទៅខ្ញុំក៏ចាប់ផ្ដើមឈឺបែបនេះទៀតខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ថាដល់វេនខ្ញុំម្ដងហើយនេះជាកម្មពៀរដែលខ្ញុំកិច្ចមិនផុតគ្រាន់តែបានឮប្រពន្ធស្លាប់ទាំងមានផ្ទៃពោះថ្មីមិនតាន់ទាំងបាន10ថ្ងៃអ៊ំខៅអ៊ំយ៉ងនិងនីកែមបានងាកមើលមុខគ្នាផ្លែតរូបភាពនៃសាកសពខ្មោចស្ត្រីពោះធំដែលត្រូវបានគ្រូអាគមកោះភ្នោវះយកកូនក្រកកាលពីយប់មិញបានលេចឡើងក្នុងចិត្តរបស់ពួកគាត់ច្បាស់ដូចគ្នាអ៊ំយ៉ងងក់ក្បាលតិចក្នុងន័យយល់សភាពការតាមពិតទៅដង្ខៅសួរមិនមែនឈឺព្រោះកម្មពៀរឬរឿងសัตว์អ្វីនោះទេតែគាត់កំពុងតែត្រូវអំពើឬត្រូវគេលួចធ្វើបាបតាមផ្លូវងងឹតទាំងការស្លាប់របស់កូនប្រុសទាំងការស្លាប់របស់ប្រពន្ធសុទ្ធតែជាការរៀបចំកំណត់ទុកមុនរបស់អ្នកណាម្នាក់ដែលចង់បំផ្លាញគ្រួសារគាត់ហើយការដែលគាត់ឈឺនេះក៏ព្រោះតែវិញ្ញាណនិងរាសីគាត់ត្រូវបានគេសង្កត់ជាប់ចង់ឲ្យបាត់បង់ជីវិតទៅសន្សំបន្តិចម្ដងទំនងមិនតាន់ដល់ថ្ងៃត្រូវផ្ដាច់អ៊ំខៅដែលមិនតាន់ដឹងរឿងស៊ីជម្រៅពាក់ព័ន្ធនឹងអំពើផ្លូវងងឹតក៏បានត្រឹមតែនិយាយលួងលោមដង្ខៅសួរឲ្យកាត់ចិត្តនិងថែរក្សាសុខភាពក៏ប៉ុន្តែសម្រាប់អ៊ំយ៉ងវិញគាត់កំពុងតែគិតក្នុងចិត្តថារឿងនេះមិនមែនជារឿងធម្មតាឡើយហើយការដែលក្រុមរបស់គាត់បានមកជួបដង្ខៅសួរថ្ងៃនេះក៏ប្រហែលមិនមែនជារឿងចៃដន្យដែរព្រះអាទិត្យរះកាន់តែខ្ពស់ចាំងឆ្លុះមកលើដំបូលក្បឿងផ្ទះដង្ខៅនាំឲ្យចំហាយក្តៅភាយមកក្រោមតិចបន្ទាប់ពីបានទិញលក់ក្របីរួចរាល់និងបានស្ដាប់ពីរឿងទុក្ខសោករបស់ម្ចាស់ផ្ទះរួចអ៊ំខៅក៏មានបំណងចង់ត្រឡប់ទៅវិញដើម្បីកុំឲ្យរំខានម្ចាស់ផ្ទះដែលកំពុងមានជំងឺក៏ប៉ុន្តែភ្លាមនោះដង្ខៅសួរបាននិយាយដោយសំឡេងស្អកមកកាន់អ្នកគ្រប់គ្នាថានេះក៏ថ្ងៃត្រង់ទៅហើយលោកបងនិងក្មួយត្រូវធ្វើដំណើរវែងឆ្ងាយទៀតបើមិនយល់តោះទេនៅពិសាបាយថ្ងៃត្រង់ជាមួយខ្ញុំមួយពេលសិនចាំបន្តដំណើរទៅមុខផ្ទះខ្ញុំស្ងាត់ណាស់បានលោកបងមកហូបបាយជុំគ្នាម្ដងក៏ធ្វើឲ្យខ្ញុំបានធូរចិត្តបន្តិចដែរទុកជាការរាប់អានគ្នាចោះអ៊ំខៅមានទឹកមុខស្ទាក់ស្ទើរបន្តិចដោយចិត្តមួយខ្លាចរំខានចិត្តមួយទៀត
ចង់ប្រញាប់ទៅមើលក្មួយៗដែលរងចាំនៅឯវត្តជាពិសេសនោះគឺនេម៉ាប់ដែលត្រូវខ្មោចព្រះសង្ឃគ្មានមុខលងកាលពីយប់គាត់បំរុងនឹងលើកដៃសំពះបដិសេធទៅហើយក៏ប៉ុន្តែស្រាប់តែអ៊ំយ៉ងដែលអង្គុយស្ងៀមជាយូរមកហើយនោះបាននិយាយកាត់មុនយ៉ាងរហ័សថាបាទបើលោកអ៊ំមានប្រសាសន៍បែបនេះទៅហើយពួកខ្ញុំក៏មិនហ៊ានបដិសេធដែរពួកខ្ញុំសូមផ្ញើពោះមួយពេលចុះដើម្បីកុំឲ្យខូចទឹកចិត្តលោកអ៊ំសម្ដីរបស់អ៊ំយ៉ងបានធ្វើឲ្យអ៊ំខៅងាកមកមើលមុខគាត់ទាំងឆ្ងល់ប៉ុន្តែពេលឃើញអ៊ំយ៉ងងក់ក្បាលអ៊ំខៅក៏យល់ភ្លាមថាអ៊ំយ៉ងប្រកាសជាមានបំណងអ្វីមួយហើយបានជាព្រមទទួលពាក្យរបស់ដង្ខៅសួរបែបនេះតាមការពិតទៅអ៊ំយ៉ងក៏មិនចង់ទទួលសំណើរបស់ដង្ខៅប៉ុន្មានទេព្រោះគាត់ក៏ចេះខ្លាចចិត្តគេដូចគ្នាក៏ប៉ុន្តែគាត់ចង់ឆ្លៀតឱកាសនេះសង្កេតមើលស្ថានភាពជុំវិញផ្ទះនិងរកប្រភពនៃអំពើដែលកំពុងគ្របដណ្ដប់លើដង្ខៅសួរឲ្យបានច្បាស់សិនដង្ខៅសួរញញឹមបន្តិចរួចងាកទៅខាងក្រោយផ្ទះហើយស្រែកហៅដោយសំឡេងខ្សែៗថាអាង៉ែតអើយអាង៉ែតលើកបាយម្ហូបមកទទួលភ្ញៀវមួយសន្ទុះក្រោយបុរសវ័យក្មេងរាងមាំទាំសម្បុរខ្មៅស្រអែមបានដើរចេញមកដោយដៃទាំងពីរកាន់ថាសម្ហូបធំមួយយកមកដាក់កណ្ដាលគ្រែបងប្អូនអ្នកស្ដាប់ប្រហែលជាចំណាំបានហើយនេះគឺជានេង៉ែតដែលជាកូនរបស់គ្រូអាគមនិងជាអ្នកកាន់អំបោះសីមានិងកោះភ្នោកាលពីយប់នោះឯងនេង៉ែតដាក់ថាសបាយចុះដោយមិនបានចាប់អារម្មណ៍មុខភ្ញៀវប៉ុន្មានទេដោយសារតែកាលពីយប់គេបានរត់គេចខ្លួនបាត់តាំងពីក្រុមអ៊ំយ៉ងមិនតន់ចេញមុខមកម្លេះដូច្នេះហើយគេមិនស្គាល់អ៊ំខៅឬអ៊ំយ៉ងអ្វីនោះឡើយឃើញម្ហូបអាហារដាក់ចុះរួចរាល់ដង្ខៅសួរក៏ប្រាប់ទៅនីង៉ែតបន្តថាអាង៉ែតឯងហៅពុករបស់ឯងឲ្យមកហូបជុំគ្នាម្ដងមកប្រាប់គាត់ថាមានភ្ញៀវមកពីឆ្ងាយមិនបាច់ហូបនៅផ្ទះបាយខាងក្រោយទេមកជជែកគ្នាលេងនៅទីនេះមកនេង៉ែតឆ្លើយបាត់អ៊ំទទួលបង្គាប់រួចក៏ដើរត្រឡប់ទៅខាងក្រោយវិញបរិយាកាសនៅលើគ្រែក្រោមផ្ទះស្ងប់ស្ងាត់មួយសន្ទុះធំមានតែសំឡេងខ្យល់បក់ស្លឹកឈើរវិចតិចៗអ៊ំយ៉ងអង្គុយពិសាទឹកតែដោយទឹកមុខស្ងប់ប៉ុន្តែត្រចៀករបស់គាត់កំពុងផ្ទៀងស្ដាប់សំឡេងចំហៀនជើងដែលកំពុងដើរមកពីក្រោយផ្ទះយ៉ាងយកចិត្តទុកដាក់មិនយូរប៉ុន្មានសំឡេងមួយក៏បានបន្លឺឡើងខ្ញុំមកដល់ហើយភ្លាមនោះបុរសវ័យចំណាស់ស្លៀកខោចៅពណ៌ខ្មៅអាវដៃវែងបែបជនបទធម្មតាក៏បានបង្ហាញខ្លួនតាមពិតទៅបុរសចំណាស់ម្នាក់នេះមិនមែនជាអ្នកណាឆ្ងាយឡើយគេគឺជាគ្រូអាគមដែលបានវះពោះខ្មោចយកកូនក្រកកាលពីយប់មិញនោះឯងគ្រូអាគមម្នាក់នេះគ្រាន់តែដើរមកដល់ហើយសម្លឹងឃើញមុខភ្ញៀវច្បាស់ភ្លាមគាត់ក៏មានអាការៈភាំងស្មារតីបន្តិចដែរភ្នែករបស់គាត់បើកធំដោយការភ្ញាក់ផ្អើលព្រោះគាត់ចាំមុខក្រុមនេះច្បាស់ណាស់ជាពិសេសគឺអ៊ំយ៉ងនិងនីកែមដែលបានចេញមកស្ដីឲ្យគាត់ក្តែងកាលពីយប់ក៏ប៉ុន្តែក្នុងនាមជាមនុស្សដែលមានល្បិចកិច្ចកលពឹសពុលគាត់ក៏ប្រញាប់សម្រួលទឹកមុខឲ្យមកសភាពធម្មតាវិញយ៉ាងរហ័សដោយមិនឲ្យដង្ខៅសុនចាប់ថ្នាក់បានឡើយនេះពេជ្របំរុងនឹងហាមាត់និយាយអ្វីមួយទៅហើយក៏ប៉ុន្តែត្រូវអ៊ំយ៉ងយកដៃទៅចាប់ផ្លូវគេជាប់ជាសញ្ញាបញ្ជាក់ប្រាប់ថានៅឲ្យស្ងៀមសិនអ៊ំដង្ខៅ
ដោយមិនបានដឹងពីរឿងហេតុអ្វីសោះបានណែនាំទាំងទឹកមុខញញឹមថាអ្នកគ្រប់គ្នានេះគឺជាប្អូនប្រុសជីដូនមួយសាច់ឆ្ងាយរបស់ខ្ញុំឈ្មោះសនគេចេះខាងមើលថែសត្វពីហណៈនិងចេះថ្នាំសង្កូវខ្លះៗដែរទើបខ្ញុំហៅគេឲ្យមកជួយមើលការខុសត្រូវក្នុងផ្ទះចំណែកឯនេះគឺជាអាង៉ែតគឺជាកូនប្រុសរបស់គេឮដង្ខៅសួរនិយាយណែនាំដូច្នេះអ៊ំយ៉ងក៏បានកាត់ន័យយល់សេចក្តីភ្លាមថាតាមពិតទៅជនដែលនៅតាមយាយីធ្វើបាបដង្ខៅសួរមិនមែនជាអ្នកណាឆ្ងាយទេគឺជាសាច់ញាតិឯងនិងជាមនុស្សដែលដង្ខៅសួរទុកចិត្តឲ្យនៅក្នុងផ្ទះជាមួយនេះឯងនេះមិនខុសអ្វីពីពាក្យចាស់ដែលលោកធ្លាប់ពោលថាចិញ្ចឹមខ្លាក្នុងផ្ទះគ្រូអាគមដែលពីពេលនេះទៅខ្ញុំសូមហៅថាគ្រូសនបានដើរចូលមកអង្គុយរួមវង់បាយជាមួយអ្នកគ្រប់គ្នាដោយកាយវិការប្រុងប្រយ័ត្នគាត់លើកដៃសំពះមកកាន់ក្រុមអ៊ំយ៉ងទាំងបង្ខំចិត្តរួចនិយាយដោយបង្កប់អត្ថន័យឌឺដងថាជំរាបសួរទាំងអស់គ្នាមុខមាត់មើលទៅប្រហែលដូចជាធ្លាប់ជួបគ្នានៅកន្លែងណាពីមុនមកអ៊ំយ៉ងញញឹមយ៉ាងត្រជាក់រួចឆ្លើយថាបាទអ៊ំមនុស្សយើងបើមាននិស្ស័យឬកម្មពៀនឹងគ្នាទោះបីជាទៅដល់ទីណាក៏គង់តែបានជួបគ្នាម្ដងទៀតដែរគ្រាន់តែថាជួបក្នុងផ្លូវល្អឬក្នុងផ្លូវអាក្រក់តែប៉ុណ្ណឹងពាក្យសម្ដីនិយាយឆ្លើយឆ្លងឌឺដងរបស់អ្នកទាំងពីរបានធ្វើឲ្យបរិយាកាសក្នុងវង់បាយកាន់តែតានតឹងទោះបីជាមានបាយម្ហូបឆ្ងាញ់នៅចំពោះមុខក៏ដោយដង្ខៅសួរមើលមុខអ្នកនេះផងមើលមុខអ្នកនោះផងទាំងឆ្ងល់តែគាត់ក៏មិនបានសួររួចគាត់ក៏និយាយទៅគ្រប់គ្នាថាល្អណាស់មិននឹកស្មានថាក្រុមរបស់លោកបងទើបតែមកដល់សោះបែរជាបានស្គាល់គ្នាជាមួយប្អូនប្រុសខ្ញុំបើអញ្ចឹងតោះអញ្ជើញពិសាបាយតែម្ដងទៅកុំឲ្យត្រជាក់តន់គ្រប់គ្នាក៏ចាប់ផ្ដើមទទួលទានបាយជុំគ្នាក៏ប៉ុន្តែក្នុងចិត្តរបស់ក្រុមអ៊ំយ៉ងគ្មាននរណាម្នាក់ហ៊ានធ្វេសប្រហែសឡើយបរិយាកាសនៅលើគ្រែក្រោមផ្ទះដែលមើលទៅហាក់ដូចជាការជួបជុំដ៏រីករាយរវាងម្ចាស់ផ្ទះនិងភ្ញៀវបានប្រែជាតានតឹងមួយរំពេចនៅពេលដែលគ្រូសនបានលើកសម្លម្យ៉ាងដែលមានពណ៌ក្រហមឆ្អិនឆ្អៅក្លិនឈ្ងុយប្លែកខុសពីធម្មតាមកដាក់នៅចំពោះមុខក្រុមរបស់អ៊ំយ៉ងតែប្លែកត្រង់ថាក្លិននេះមិនបានធ្វើឲ្យឃ្លាននោះទេតែបែរជាធ្វើឲ្យព្រឺក្បាលទៅវិញគ្រូសនញញឹមតិចរួចរុញចានសម្លនោះមកគៀកនឹងអ៊ំយ៉ងនិងនីកែមបន្តិចរួចពោលពាក្យដោយផ្អែមល្ហែមថាអញ្ជើញសាកមើលក្មួយខ្ញុំមិនសូវប៉ិនធ្វើម្ហូបទេបើខុសត្រូវត្រង់ណាកុំបង្អាប់ស្នាដៃខ្ញុំអីដង្ខៅសួរដែលអង្គុយក្បែរនោះមិនបានយល់ពីហេតុការណ៍អ្វីសោះគាត់ឃើញប្អូនចេះរាក់ទាក់ភ្ញៀវដូច្នេះគាត់ក៏ញញឹមពេញចិត្តរួចងក់ក្បាលតិចបន្តទទួលទានបាយក្នុងចានរបស់គាត់យ៉ាងឆ្ងាញ់ពិសាភ្លាមដង្ខៅសុនស្រាប់តែភាំងស្មារតីដូចជាត្រូវគេសណ្ដំបាយក៏លែងហូបទឹកក៏លែងផឹកអង្គុយដោយស្ងៀមធ្មឹងរួយទុំមិនបក់ចំណែកឯក្រុមអ៊ំយ៉ងវិញគ្រាន់តែឃើញចានសម្លនោះភ្លាមនីកែមនិងនីពេជ្រមើលមុខគ្នាដោយការសង្ស័យក្នុងចិត្តអ្នកទាំងពីរយល់យ៉ាងច្បាស់ថានេះមិនមែនជាសម្លធម្មតាទេគ្រូអាគមម្នាក់នេះច្បាស់ជាបានដាក់អាគមតាមសម្លនេះដើម្បីធ្វើបាបពួកគេមិនខានអ៊ំយ៉ងដែលដឹងរឿងនេះច្បាស់ជាងអ្នកណាទាំងអស់ថានេះគឺជាការសាករបស់គេតែគាត់ក៏មិនខ្លាចនោះដែរគាត់ក៏ដួសសម្លនោះ
មកហត់មួយម៉ាត់ទាំងទឹកមុខស្មៅថេងបន្ទាប់មកគាត់ក៏ងក់ក្បាលហើយសរសើរថាពិតជាឆ្ងាញ់មែនលោកអ៊ំស្នាដៃអ៊ំមិនធម្មតាទេតោះគ្នាយើងសាកភ្លក់ម្នាក់មួយម៉ាត់មើលរបស់ឆ្ងាញ់កុំឲ្យរំលងក្រែងលោត្រជាក់អស់ឃើញអ៊ំយ៉ាងបើកដៃនិងហ៊ានហូបបែបនេះនាយកែមនាយពេជ្រនិងអ៊ំខាវក៏មានទំនុកចិត្តនឹងហូបម្នាក់មួយម៉ាត់ដែរគ្រូសនសម្លឹងមើលសកម្មភាពនេះដោយស្នាមញញឹមចុងមាត់តិចតិចភ្នែករបស់គាត់តាមដានមើលប្រតិកម្មរបស់ក្រុមភ្ញៀវនេះមិនដាច់ខណៈដែលគ្រូសនកំពុងមានចិត្តត្រេកអរនឹងកលល្បិចរបស់ខ្លួនស្រាប់តែអ៊ំយ៉ងបានរុញចានសម្លដែលនៅសល់នោះត្រឡប់ទៅមុខគ្រូសនវិញថែមទាំងដួសដាក់ចានរបស់គ្រូសនមួយវែកពេញទៀតផងអ៊ំរបស់ឆ្ងាញ់បែបនេះយើងគួរតែហូបទាំងអស់គ្នាទៅទុកឲ្យតែពួកខ្ញុំដូចជាមិនសមទេអ៊ំយ៉ងនិយាយទាំងញញឹមសម្លឹងមើលចំកៅភ្នែកគ្រូសនធ្វើឲ្យស្នាមញញឹមនៅលើផ្ទៃមុខរបស់គាត់លុបបាត់ភ្លាមគ្រូសនទម្លាក់ទឹកមុខចុះបន្តិចសម្លឹងមើលទៅសម្លក្នុងចានខ្លួនឯងក្នុងចិត្តរបស់គាត់កើតក្តីងឿងឆ្ងល់ថាក្មេងនេះជាអ្នកណាបែរជាហ៊ានលេងជាមួយគាត់តែដើម្បីកុំឲ្យបាក់មុខនៅចំពោះមុខក្មេងគាត់ក៏ទទួលយកគាត់សើចក្អាកក្អាយបែបចំអកមើលងាយហើយនិយាយថាល្អណាស់ក្មួយក៏ចេះគួរសមដែរបានអ៊ំហូបក៏បានថាហើយគាត់ក៏ទាញស្លាបព្រាដួសសម្លមកហូបចំណែកឯនាយង៉ែតដែលជាកូនប្រុសបង្កើតមិនបានដឹងខ្យល់អីសោះគ្រាន់តែឃើញឪពុកហូបគេក៏លូកដៃដួសសម្លហូបដែរវងបាយដែលមើលទៅពីខាងក្រៅមានភាពស្និទ្ធស្នាលសប្បាយរីករាយតែតាមការពិតសឹកអាគមផ្លូវងងឹតកំពុងតែចាប់ផ្ដើមអ៊ំយ៉ងនិងគ្រូសននៅតែអង្គុយញញឹមដាក់គ្នាទាំងទឹកមុខធម្មតាព្រោះអ្នកទាំងពីរមានអាគមការពារខ្លួនអាចទប់ទល់បានប៉ុន្តែសម្រាប់អ្នកដែលមានរាសីទាបឬអាគមមិនដល់ក៏ចាប់ផ្ដើមមានបញ្ហាមិនយូរប៉ុន្មាននាយពេជ្រក៏ស្រាប់តែយកដៃខ្ទប់ច្រមុះព្រោះមានឈាមបានហូរចេញមកតក់ទឹកមុខប្រែជាស្លេកឯដៃក៏ចាប់ផ្ដើមញ័រស្របពេលជាមួយគ្នានោះនៅឯម្ខាងទៀតនាយង៉ែតក៏ជួបវាសនាមិនខុសគ្នានោះដែរគេយកដៃទាំងពីរមកក្តោបក្បាលរួចស្រែកទាំងរវើរវាយថាក្តៅណាស់ជួយផងពុកក្តៅណាស់ភ្លាមនោះតុបាយទាំងមូលក៏ចាប់ផ្ដើមរំកើស្លាបព្រានិងចានក៏ចាប់ផ្ដើមញ័រទង្គិចគ្នាលាន់សូររាវខណៈដែលទឹកមុខអ៊ំយ៉ងនៅតែញញឹមសម្លឹងទៅគ្រូសនធម្មតាចំណែកគ្រូសនវិញចាប់ផ្ដើមបែកញើសតាមជើងសក់បន្តិចក្រោយនាយពេជ្រនិងនាយង៉ែតដែលទ្រាំលេងបានតទៅទៀតក៏ស្រាប់តែដួលដាច់ផ្ងាទៅក្រោយព្រមគ្នាហើយចាប់ផ្ដើមប្រកាច់ដកចង្កាមាន់ភ្នែកអ្នកទាំងពីរបញ្ឈរឡើងលើឃើញតែពណ៌សគួរឲ្យបារម្ភអ៊ំខាវនិងនាយកែមក៏ប្រញាប់ទៅគ្រានាយពេជ្រពេលនេះគ្រូសនគាត់បានដឹងច្បាស់ហើយគាត់ដឹងថាក្មេងម្នាក់ដែលអង្គុយស្ងៀមទល់មុខគាត់នេះមិនមែនធម្មតានោះទេគឺខ្លាំងលើសបរិសចំណាស់ក្នុងក្រុមដែលចង់សម្ដៅទៅលើអ៊ំខាវនោះទៅទៀតដោយឃើញស្ថានភាពមិនស្រួលហើយកូនប្រុសកំពុងតែត្រូវធ្ងន់ទប់ទល់លេងបានគ្រូសនក៏សម្រេចចិត្តបញ្ឈប់គាត់លើកដៃឡើងលើទះតុមួយដៃផាំងបណ្ដាលឲ្យចានសម្លដែលនៅកណ្ដាលនោះបែកខ្ចាយជាបំណែកហើយស្រែកកំហោកថាបានហើយលេងល្មមបានហើយក្មេងៗវាទ្រាំមិនបានទេកុំធ្វើបាបវាពេក
ថាហើយគាត់ក៏ស្ទុះទៅគ្រាកូនប្រុសឲ្យក្រោកឡើងក៏ប៉ុន្តែមុននឹងគាត់ដើរចាកចេញទៅគាត់បានងាកមកសម្លឹងអ៊ំយ៉ងចំហើយនិយាយដោយកាចសាហាវថាឯងពូកែតែឯងកុំតន់សប្បាយអញមិនតន់បញ្ចេញអស់ទេបើឯងខ្លាំងមែនយប់នេះជួបគ្នានៅកន្លែងចាស់អ៊ំយ៉ងមិនមានការភ័យខ្លាចសូម្បីតែបន្តិចគាត់ងើបឈររួចតបទៅវិញថាបានតើអ៊ំខ្ញុំរងចាំអ៊ំជានិច្ចតែសូមប្រាប់ទៅចុះអ្នកដែលប្រព្រឹត្តអាក្រក់មុនឬក្រោយគង់តែវិនិច្ឆ័យអន្តរាយអាសាបងជាមិនខានបន្ទាប់ពីបានទទួលពាក្យគ្នាហើយគ្រូសនក៏ខំថ្មិញគ្រានីង៉ែតដែលកំពុងតែស្រែកធ្ងោដើរចេញទៅសម្ដៅក្រោយផ្ទះបាត់ស្រមោលគ្រាន់តែគ្រូសនដើរចេញទៅផុតភ្លាមនីពេជ្រដែលកំពុងតែប្រកាច់ក៏ចាប់ផ្ដើមស្ងប់វិញដង្ហើមរបស់គេក៏ចាប់ផ្ដើមដើរស្រួលច្រមុះដែលឈាមក៏ឈប់ហូរចំណែកឯដង្ខៅសួរវិញគាត់នៅតែអង្គុយថ្មឹងក្បែរជើងសសរភ្នែកគាត់សម្លឹងមើលទៅត្រង់ដូចជាមនុស្សគ្មានវិញ្ញាណគ្មានដឹងរឿងអ្វីទាំងអស់អ៊ំយ៉ងដែលចូលទៅជិតដង្ខៅសួររួចយកដៃស្ដាំទះទៅលើស្មាឆ្វេងគាត់ថ្នម3ដងភ្លាមនោះដង្ខៅសួរភ្ញាក់ព្រឺតទាំងមមីមើគាត់ងាកឆ្វេងងាកស្ដាំឃើញចានសម្លបែកខ្ចាយឃើញនេះពេជ្រដេកនៅលើដៃអ៊ំខាវគាត់ក៏សួរទាំងស្រពេចស្រពិលថាហើយមានរឿងអីនឹងហើយចោះអសននឹងអាង៉ែតវាបាត់ទៅណាអស់ហើយនិយាយហើយគាត់ក៏យកដៃឆ្លីក្បាលខ្លួនឯងហាក់ដូចកំពុងឈឺខ្លាំងអ៊ំខាវដែលមិនចង់ឲ្យមានរឿងវែងឆ្ងាយព្រោះគាត់ដឹងថាស្ថានភាពមិនល្អគាត់ក៏ប្រញាប់តបថាអត់មានរឿងអីធំដុំទេដង្ខៅគ្រាន់តែក្មេងៗវាឈឺក្បាលវិលមុខបន្តិចបន្តួចហើយលោកប្អូនសនគាត់បាននាំកូនទៅសម្រាកបាត់ហើយចំណែកឯពួកខ្ញុំក៏ដល់ពេលត្រូវលាដង្ខៅត្រឹមនេះដែរព្រោះត្រូវធ្វើដំណើរផ្លូវឆ្ងាយដង្ខៅសួរដែលនៅមានអាការៈធៀងធងនៅឡើយបានងក់ក្បាលតិចហើយនិយាយថាបើអញ្ចឹងក៏តាមចិត្តពួកលោកបងចោះខ្ញុំក៏ដូចជាអស់កម្លាំងណាស់ដែរសូមអភ័យទោសដែលមិនបានជូនដំណើរអ៊ំយ៉ងនីកែមនិងអ៊ំខាវដែលគ្រានីពេជ្រក៏ប្រញាប់ដើរចេញមកក្រៅយ៉ាងលឿនពេលដើរផុតពីរបងផ្ទះបន្តិចអ៊ំយ៉ងក៏ងាកក្រោយសម្លឹងមើលផ្ទះដង្ខៅសួរម្ដងទៀតស្រាប់តែបានឃើញផ្សែងខ្មៅដែលកើតឡើងពីអាគមកំពុងតែហោះចុះឡើងឆ្វែលដំបូលផ្ទះមួយខ្នងនេះលុះវេលាចេះតែកន្លងផុតព្រះអាទិត្យដែលធ្លាប់តែរះខ្ពស់បញ្ចេះពន្លឺពេញមួយថ្ងៃក៏បានបន្ទាបខ្លួនចូលទៅពួនបាត់ពីក្រោយជើងភ្នំបន្សល់ទុកនៅផ្ទៃមេឃពណ៌ក្រហមឆ្អិនឆ្អៅស្រអាប់ជាសញ្ញាប្រាប់ថាពេលយប់នឹងចូលមកជំនួសឆាប់បរិយាកាសនៅក្នុងវត្តចាស់ចាប់ផ្ដើមប្រែជាស្ងប់ស្ងាត់ម្ដងទៀតខណៈសំឡេងសត្វរាត្រីចាប់ផ្ដើមយំឆ្លើយឆ្លងគ្នាលាយឡំនឹងសំឡេងកង្កែបក្អាត់យំត្រហឹងចេញពីស្រះទឹកបដិវេណខាងក្រោយវត្តជាប់នឹងកន្លែងក្រុមរបស់អ៊ំខាវសម្រាក្រោយពីបានពិភាក្សាគ្នាយ៉ាងម៉ត់ចត់ជាមួយនាយកែមរួចមកអ៊ំយ៉ងបានយល់ថាដើម្បីបញ្ចប់រឿងនេះឲ្យបានដាច់ស្រឡះនិងជួយសង្គ្រោះជីវិតដង្ខៅសួរឲ្យរួចផុតពីក្រញាំដៃប្អូនប្រុសជាដូនមួយចិត្តអប្រិយនោះមានតែវិធីម្យ៉ាងប៉ុណ្ណោះគឺត្រូវធ្វើឲ្យដង្ខៅសួរបានឃើញការពិតដោយផ្ទាល់ភ្នែករបស់គាត់ក៏ប៉ុន្តែបើគ្រាន់តែពាក្យសម្ដីរបស់អ្នកក្រៅដូចជាពួកគាត់ទៅប្រាប់ដង្ខៅសួរដែលកំពុងត្រូវអំពើបិទបាំងមុខនោះគឺគាត់មិនជឿឡើយគិតឃើញដូច្នេះអ៊ំយ៉ងក៏បានអង្គុយសមាធិ
នៅក្បែរដើមពោធិ៍ធំបែរមុខទៅរកទិសដែលជាភ្នូររបស់ខ្មោចស្ត្រីពស់ធំគាត់បិទភ្នែកធ្វើសមាធិយ៉ាងស្ងប់ដើម្បីតាក់ទងទៅកាន់វិញ្ញាណខ្មោចស្ត្រីដែលជាប្រពន្ធដង្ខៅសួរក្នុងសមាធិនោះអ៊ំយ៉ងបានប្រាប់ទៅកាន់វិញ្ញាណដ៏កំសត់នោះថានេះគឺជាឱកាសរបស់គេហើយបើចង់ជួយឲ្យប្តីរួចផុតពីសេចក្តីស្លាប់និងចង់ឲ្យជនអាក្រក់បានទទួលកម្មពៀរវិញ្ញាណនេះត្រូវតែទៅតាមប្តីដែលជាដង្ខៅសួរឲ្យមកកាន់ទីនេះនៅយប់នេះឲ្យបានធ្វើយ៉ាងណានាំផ្លូវគាត់ឲ្យមកចំកន្លែងដែលគេកប់នាងដើម្បីឲ្យគាត់បានមើលឃើញពីមុខឃាតករពិតប្រាកដបន្ទាប់ពីគាត់បានធ្វើសមាធិរួចរាល់ស្រាប់តែមានខ្យល់យ៉ាងត្រជាក់បក់វូកាត់មុខរបស់គាត់ហាក់ដូចជាសញ្ញាចម្លើយយល់ព្រមពីវិញ្ញាណខ្មោចស្ត្រីពស់ធំដែលកំពុងស្ថិតនៅខាងក្រោយនោះពេលវេលាចេះតែកន្លងផុតព្រះច័ន្ទពេញវង្សក៏បានរះឡើងខ្ពស់ត្រដែតជះពន្លឺបង្ហាញឲ្យឃើញគ្រប់យ៉ាងព្រាលលុះឈានចូលដល់វេលាពាក់កណ្ដាលអាធ្រាត្រដែលជាពេលបានកំណត់ទុកខ្យល់ជំនោរក៏បានចាប់ផ្ដើមបក់ពីទិសខាងជើងបណ្ដាលឲ្យដើមឈើធំនៅក្នុងបរិវេណវត្តចាស់ចាប់ផ្ដើមយល់យកខ្លួនទៅមកតាមកម្លាំងខ្យល់លាន់សូរក្រោកក្រាកស្របគ្នានឹងសំឡេងឆ្កែដែលធ្លាប់តែដេកលក់ក៏ចាប់ផ្ដើមលូត្រហឹងអើងកងពីចម្ងាយធ្វើឲ្យបរិយាកាសកាន់តែគួរឲ្យព្រឺក្បាលនៅក្រោមពន្លឺភ្នក់ភ្លើងអ៊ំយ៉ងបានក្រោកឈររួចហៅអ៊ំខាវនិងនីពេជ្រឲ្យមកជិតគាត់បានមើលទៅអ្នកទាំងពីរដោយទឹកមុខមុតមមរួចផ្ដាំថាលោកអ៊ំនិងលោកប្អូនពេជ្រយប់នេះខ្ញុំសូមពឹងអ្នកទាំងពីរធ្វើរឿងមួយបន្តិចទៀតនេះដង្ខៅសួរគាត់នឹងមកដល់តាមការនាំផ្លូវរបស់ប្រពន្ធគាត់ហើយអ៊ំត្រូវនាំគាត់ទៅពួនកន្លែងណាដែលជិតបំផុតល្មមអាចមើលមុខគ្រូសនដែលជាប្អូនគាត់បានច្បាស់អ៊ំយ៉ងសង្កត់ពាក្យធ្ងន់រួចនិយាយបន្តថាចាំណាទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយដាច់ខាតហាមបង្ហាញខ្លួនឬឲ្យដង្ខៅសួរស្រែកលោឡាដាច់ខាតអ៊ំខាវងក់ក្បាលទទួលសម្ដីរួចនិយាយថាយល់ហើយទុកចិត្តចោះក្មួយអ៊ំនឹងធ្វើតាមមិនឲ្យមានបញ្ហាទេបន្ទាប់ពីរៀបចំផែនការរួចរាល់អ៊ំយ៉ងនិងនីកែមក៏ចាប់ផ្ដើមចេញដំណើរអ្នកទាំងពីរមិនមានកាន់អាវុធដូចជាដាវឬកាំបិតកាំភ្លើងអ្វីឡើយនៅជាប់ខ្លួនពួកគាត់មានតែថង់យាមម្នាក់មួយដែលស្ពាយជាប់នឹងស្មាប៉ុណ្ណោះក្រោមពន្លឺព្រះច័ន្ទដែលរះឆ្លុះផ្ទៃទឹកស្រះថ្លាដូចកញ្ចក់បានបង្ហាញឲ្យឃើញស្រមោលបុរសពីរនាក់បានដើរកាត់តាមជម្រាលមាត់ទឹកសំដៅទៅកាន់ទួលខ្មោចនៅត្រៃម្ខាងដែលពោពេញទៅដោយចែកដីនិងភ្នូររាប់មិនអស់លុះបានឆ្លងផុតពីស្រះទឹកនិងដើរកាត់ព្រៃចែកដីបានបន្តិចពួកគាត់ក៏បានមកដល់ទីវាលក្បែរភ្នូរថ្មីដែលទើបនឹងលុបដីកាលពីម្សិលមិញគ្រូសនបានមករងចាំរួចជាស្រេចទៅហើយគ្រូសនបានស្លៀកពាក់សទាំងអស់គឺខោសអាវសបង់ក្រមាក្រហមខណៈនៅពីមុខគាត់មានរៀបចំអាសនៈតូចមួយរៀបផ្ទាល់នឹងដីដែលមានធូបទៀននិងមានគ្រឿងរណ្ដាប់ពាក់ព័ន្ធនឹងអាគមផ្លូវងងឹតជាច្រើនមុខទៀតគ្រូសនបានដើរមកមុខប៉ុន្មានជំហានយកជើងម្ខាងជន់ទៅលើភ្នូរស្ត្រីពស់ធំយ៉ាងប្រហើនទឹកមុខញញឹមបែបចំអកលក់លើយពេលឃើញអ៊ំយ៉ងនិងនីកែមដើរចូលមកដល់គាត់សាច់ចំអកដល់អ៊ំយ៉ងនិងនីកែមបន្តិចទើបនិយាយថាអញស្មានតែពួកឯងកំសាករត់បាត់ទៅហើយមិននឹកស្មានថា
នៅមានចិត្តក្លាហានមកជួបអញដល់កន្លែងកប់ខ្មោចនេះសោះគាត់សម្លឹងមើលទៅអ៊ំយ៉ងនិងនាយកែមពីក្បាលដល់ចុងជើងដោយក្រសែភ្នែកមើលងាយរួចបន្តនិយាយថាមើលចុះនៅក្មេងខ្ចីណាស់របៀបដូចពួកឯងនេះគ្រាន់តែឃើញខ្មោចក៏ប្រហែលជាលេចនោមដាក់ខោទៅហើយមិនបាច់ដល់ដៃគ្រូធំដូចជាអញនោះទេយកល្អសំពះសំទោសអញចំពោះរឿងកាលពីថ្ងៃហើយនាំគ្នាចាក់ចេញពីភូមិនេះភ្លាមទៅអញនឹងមានចិត្តមេត្តាលើកលែងឲ្យពួកឯងត្រឡប់ទៅស្រុកកំណើតវិញកុំយកអាយុជីវិតមកចោលនៅស្រុកគេអីស្ដាយកម្លាំងឪពុកម្ដាយខំចិញ្ចឹមណាស់អ៊ំយ៉ងឈរស្ងៀមស្ដាប់មួយសន្ទុះទឹកមុខរបស់គាត់ស្មើធេងគ្មានការភ័យខ្លាចឬខឹងសម្បានឹងពាក្យលក់លើយនោះឡើយគាត់បោះជំហានទៅមុខបន្តិចហើយតបទៅវិញដោយត្រជាក់ថាលោកអ៊ំមិនបាច់ចាំនិយាយច្រើននាំតែខាតទឹកមាត់នោះទេពួកខ្ញុំមកលើកនេះមិនមែនមកដើម្បីស្ដាប់អ៊ំអួតនោះទេអ៊ំមានអ្វីឆាប់បញ្ចេញឲ្យអស់មកនាយកែមក៏និយាយបន្ថែមពីក្រោយថាត្រូវហើយអ៊ំមានអ្វីបញ្ចេញឲ្យអស់មកក្រែងលោះគ្មានឱកាសបានបញ្ចេញនៅពេលក្រោយគ្រាន់តែបានឮពាក្យឌឺដងត្រឡប់មកវិញបែបនេះគ្រូសនប្រែទឹកមុខពីញញឹមទៅជាក្រហមងាំងដោយកំហឹងគាត់ខំធ្មេញក្រឺតដៃទាំងពីរក្តាប់យ៉ាងណែនល្អបើឯងចង់ងាប់ណាស់ចាំអញជូនដំណើរកុំថាចាស់ធ្វើបាបក្មេងឲ្យសោះនិយាយចប់គ្រូសនក៏ដើរថយក្រោយទៅកន្លែងរបស់គាត់អង្គុយពេនភ្នែនរួចចាប់ផ្ដើមសូត្របាលីរងំបង្កឲ្យមានខ្យល់បោកបក់សាជាថ្មីខ្លាំងជាងមុនថែមទៀតបងវ៉ែមកមើលកន្លែងសម្រាករបស់ក្រុមអំខាយឯនេះវិញក្រោមពន្លឺព្រះច័ន្ទដែលកំពុងរះលើផ្ទៃមេឃអ៊ំដង្ខៅសួរក៏បានមកដល់អ្វីដែលចម្លែកនិងគួរឲ្យចាប់អារម្មណ៍នោះគឺដំណើររបស់គាត់ហាក់ដូចជាមិនមែនគាត់ដើរដោយខ្លួនឯងព្រោះរាងកាយរបស់គាត់ដើរមួយខណៈដែលដៃម្ខាងហាក់ដូចជាកំពុងត្រូវបាននរណាដឹកមកទាំងដែលនៅក្បែរខ្លួនគាត់គឺទទេគ្មានមនុស្សឡើយអ៊ំខៅដែលមើលពីចម្ងាយគ្រាន់តែឃើញបែបនេះភ្លាមក៏ចាប់ផ្ដើមព្រឺសម្បុរខ្ញាព្រោះគាត់ដឹងច្បាស់ថានោះប្រកាសជាវិញ្ញាណប្រពន្ធរបស់គាត់ជាអ្នកទៅតាមហៅនិងដិតដៃប្តីដើម្បីឲ្យមកមើលការពិតមិនខានអ៊ំខៅនិងនាយពេជ្រមិនហ៊ានបងអែបងអង្គយូរក៏ប្រញាប់ចេញទៅទទួលដង្ខៅសួរអ៊ំខៅបានប្រាប់ដង្ខៅសួរថាលោកបងសូមលោកបងអញ្ជើញមកតាមពួកខ្ញុំនៅខាងក្រោយវត្តមានរឿងជាច្រើនដែលលោកបងត្រូវតែដឹងនិងមើលឲ្យឃើញផ្ទាល់ភ្នែកដង្ខៅសួរមិនបានសួរនាំច្រើនទេគាត់គ្រាន់តែងូកក្បាលទាំងទឹកភ្នែករលីងរលោងមិនដឹងថាខ្មោចប្រពន្ធគាត់និយាយអ្វីខ្លះជាមួយក៏ដើរទៅតាមអ៊ំខៅឆ្ពោះទៅកាន់ទួលកប់ខ្មោចលុះបានមកដល់អ៊ំខៅបាននាំដង្ខៅសួរទៅពួននៅពីក្រោយគុំព្រៃក្រាស់ដែលមានចម្ងាយសមល្មមអាចមើលឃើញហេតុការណ៍បានយ៉ាងច្បាស់ដោយមិនឲ្យគ្រូសនដឹងខ្លួនឡើយបងវ៉ែមកមើលការប្រជុំមុខដាក់គ្នារវាងអ៊ំយ៉ងនិងគ្រូសនវិញបានចាប់ផ្ដើមយ៉ាងតានតឹងគ្រូសនដែលមានចិត្តក្រអឺតក្រទមមិនបានទុកពេលឲ្យអ៊ំយ៉ងយូរឡើយគាត់បានចាប់ផ្ដើមបើកការវាយប្រហារមុនភ្លាមគាត់លូកដៃចាប់យកអង្ករដំណើបមួយក្តាប់ចេញពីកូនចានរួចសូត្រផ្លុំបាលីហើយបាចក្របអង្ករទាំងនោះសំដៅមករកអ៊ំយ៉ងនិងនាយកែមភ្លាមនោះរឿងដែលនឹកស្មានមិនដល់ក៏បានកើតឡើងនៅលើអាកាសក្របអង្ករដំណើបទាំងនោះស្រាប់តែប្រែក្លាយទៅជាវងអូម៉ាល់រាប់សិបក្បាលសឹងតែប៉ុនមេជើង
ហោះយ៉ាងលឿនបន្លឺសំឡេងគួរឲ្យខ្លាចត្រៀមនឹងចូលមកវាយប្រហារអំយ៉ងប៉ុន្តែអំយ៉ងនៅតែរក្សាជំហរនឹងថឹងគាត់ញញឹមចង់មាត់តិចតិចរួចដកយកកន្សែងយ័ន្តពណ៌ក្រហមចេញពីក្នុងថង់យាមមកក្រវីពីមុខគាត់ព្រមទាំងសូត្រគាថាការពាររំពេចនោះកន្សែងយន្តហាក់ដូចជាមានកម្លាំងស្រូបយកអមាល់ទាំងនោះចូលមកក្នុងកន្សែងអស់គ្មានសល់គ្រាន់តែវងអមាល់ត្រូវបានស្រូបចូលអស់ភ្លាមអំយ៉ងក៏រលាស់កន្សែងនោះវិញភ្លាមអមាល់ដ៏សាហាវទាំងនោះក៏បានប្រែក្លាយមកជាអង្គដំណើបវិញជ្រុះរាយប៉ាយពេញដីឃើញអំយ៉ងទប់ទល់នឹងអាគមរបស់ខ្លួនបានយ៉ាងងាយបែបនេះគ្រូសនកាន់តែក្តៅស្លឹកត្រចៀកម្ដងនេះគាត់បានលូកដៃចូលទៅក្នុងថង់យាមម្ដងទៀតដកយកកូនប្រអប់ឈើចេញមកពេលគាត់បើកគម្របចេញគាត់បានដកយកកូនក្រកដែលគាត់បានវះយកចេញពីពោះខ្មោចប្រពន្ធដង្ខៅសួរកាលពីយប់មិញនោះមកកាន់នៅនឹងដៃរួចសូត្រអាគមដាស់ទាំងកំហឹងកៅភ្នែកឡើងក្រហមរួចក្រវែងកូនក្រកនោះសំដៅមករកអំយ៉ងម្ដងទៀតគ្រាន់តែធ្លាក់ដល់ដីកូនក្រកក្រៀមស្វិតនោះក៏បានប្រែរូបរាងទៅជាក្មេងតូចមួយដែលមានសម្បុរខ្មៅក្រឹបភ្នែកឡើងក្រហមធ្មេញស្រួចដូចជាបិសាចកំពុងយំបន្លឺសំឡេងគួរឲ្យព្រាយក្បាលរួចវាក៏ស្ទុះយ៉ាងលឿនសំដៅមករកអំយ៉ងអំយ៉ងបំរុងនឹងលើកដៃសូត្រអាគមសង្កត់វិញ្ញាណកូនក្មេងនេះទៅហើយភ្លាមនោះខ្យល់ត្រជាក់មួយភឹបបានបក់កាត់ចំពោះមុខអំយ៉ងស្រាប់តែមានពន្លឺពណ៌សមួយបានលេចចេញមកនោះគឺជាខ្មោចប្រពន្ធដង្ខៅសួរបង្ហាញខ្លួនក្នុងរូបរាងស្អាតបាតស្លៀកពាក់សបញ្ចេញពន្លឺចាញ់ចាំងដោយអំណាចបុណ្យកុសលដែលអំយ៉ងបានឧទ្ទិសជូននាងបានឈររាំងផ្លូវនៅពីមុខអំយ៉ងការពារមិនឲ្យកូនចូលមកជិតកូននាងដែលទើបតែត្រូវបានគ្រូចិញ្ចឹមថ្មីវានៅមានកម្លាំងខ្សោយនៅឡើយគ្រាន់តែឃើញពន្លឺដ៏ភ្លឺចចាចនិងបារមីរបស់ម្ដាយបង្កើតវាភ្លាមវាក៏ស្រែកយំដោយការភ័យខ្លាចមិនហ៊ានសម្លឹងមើលពន្លឺនោះឡើយភ្លាមរូបរាងកាយរបស់វាក៏ចាប់ផ្ដើមរលាយប្រែទៅជារូបកូនក្រកក្រៀមស្វិតធ្លាក់ទៅលើដីវិញបរាជ័យពីរដងផ្ទួនបានធ្វើឲ្យគ្រូសនកាន់តែឆ្កួតវង្វេងគាត់ដកយកកាំបិតស្នៀតអាគមដែលមានដងធ្វើពីភ្លុកដំរីចេញមករួចកាត់ម្រាមដៃខ្លួនឯងបង្ហូរឈាមតក់ទៅលើដីរួចដោតកាំបិតស្នៀតនោះចំត្រង់កន្លែងដីដែលឈាមស្រក់ដើម្បីប្រែអាគមចុងក្រោយភ្លាមនោះផ្ទៃដីនៅបដិវេណទួលកប់ខ្មោចស្រាប់តែរំជួយភ្នោនីមួយបានប្រេះហើយដៃសាកសពខ្មោចស្អុយរលួយជាច្រើនបានលូកចេញមកពីក្រោមដីវាឡើងមកខាងលើដូចជាខ្មោចឆៅព្រមទាំងមានផ្សែងខ្មៅជាច្រើនដែលជាវិញ្ញាណចងអាឃាតហោះឆ្វែលពេញបដិវេណនេះបង្កជាសំឡេងស្រែកយំប្រហឹងអើងកងគួរឲ្យខ្លាចឃើញស្ថានភាពកាន់តែរញ៉េរញ៉ៃធ្ងន់ធ្ងរអំយ៉ងបានងាកទៅរកនាយកែមយ៉ាងលឿនរួចស្រែកថាឆាប់ហុចរូបអារក្សដែលយកបានពីកោះនេសាទមកភ្លាមនាយកែមដែលនឹកឃើញថាខ្លួនឯងបានយករបស់នោះដាក់ជាប់ខ្លួនក៏ប្រញាប់លូកដៃចូលក្នុងថង់យាមរួចយកដុំឈើចម្លាក់នោះហុចមកឲ្យអំយ៉ងគ្រាន់តែទទួលបានភ្លាមអំយ៉ងក៏លើកវាឡើងត្រឹមទ្រូងបិទភ្នែកសូត្រអាគមដាស់បារមីអរិយកោះភ្លាមរំពេចនោះពន្លឺពណ៌មាសចាញ់ចាំងបានភ្លឺចេញពីរូបចម្លាក់រូបរាងដ៏ធំសម្បើមខ្ពស់ត្រដាងផុតចុងថ្នោតរបស់អរិយកោះក៏បានលេចចេញមកដែលមានមាឌធំដូចជាយក្សស្លៀកក្បិនពណ៌ត្នោតចាស់រហែកក្បាលពោះកំពីងដូចដែលយើងធ្លាប់បានឃើញម្ដងនៅលើកោះនេសាទអរិយកោះ
បានបោះចំហៀនមួយក្តាំងធ្វើឲ្យដីរំជួយលើកជើងដ៏ធំមហិមាជន់ទៅលើវងខ្មោចលន់ស្នូកក្រាំងវងខ្មោចទាំងនោះត្រូវបានជន់រៀបដល់ដីខ្ទេចខ្ទីគ្មានសល់តែសម្រាប់ដង្ខៅសួរដែលជាមនុស្សធម្មតាគាត់មិនបានឃើញរូបរាងដ៏ធំសម្បើមរបស់អរិយកោះឡើយគាត់គ្រាន់តែទទួលដឹងថាមានដីរំជួយនិងខ្យល់ព្យុះបោកបក់រំកើព្រៃប៉ុណ្ណោះបន្ទាប់ពីកំចាត់កូនខ្មោចដែលជាបរិវារគ្រូសតអស់អរិយកោះក៏បានបោះចំហៀនទៅរកគ្រូសនវិញម្ដងគ្រូសនអស់លក្ខព្យាយាមរត់គេចខ្លួនទាំងប្រផាត់ប្រភេញក៏ប៉ុន្តែតើនឹងអាចរត់រួចពីអរិយកោះបានយ៉ាងដូចម្ដេចអរិយកោះបានលើកជើងជន់សង្កត់លើទ្រូងគ្រូសនជាប់ទៅនឹងដីបណ្ដាលឲ្យគាត់ស្រែកដង្ហើយទាំងការឈឺចាប់ព្រោះតែទម្ងន់ជើងដ៏ធ្ងន់នៃបារមីសង្កត់ជាប់មុនអាគមខ្មៅដែលនៅក្នុងខ្លួនរបស់គាត់ដង្ខៅសួរដែលកំពុងលួចមើលបានឃើញត្រឹមតែរូបរាងគ្រូសនស្រាប់តែដួលទៅនឹងដីហើយរើបំរាស់ដូចជាមានអ្វីសង្កត់ពីលើតែងដែលគាត់មិនបានមើលឃើញអ្វីសោះអ៊ំយ៉ងឃើញគ្រូសនតដៃលេងបានក៏ស្រែកទៅកាន់គាត់ថាយ៉ាងម៉េចទៅហើយល្មមភ្ញាក់ខ្លួនហើយឬនៅបើមិនចង់ស្លាប់នោះទេអ៊ំគ្រាន់តែសារភាពការពិតទាំងអស់ចេញមកខ្ញុំគ្រាន់តែចង់ដឹងការពិតនិងមិនប្រាប់អ្នកណាទាំងអស់ព្រឹកនេះខ្ញុំនឹងចាកចេញពីភូមិភ្លាមគ្រូសនដែលកំពុងដកដង្ហើមចង្រិតបានស្រែកអង្វរថាបានខ្ញុំចោះចាញ់ហើយខ្ញុំចាញ់ហើយដោះលែងខ្ញុំទៅខ្ញុំព្រមនិយាយគឺខ្ញុំជាអ្នកធ្វើទាំងអស់កាលពី3ឆ្នាំមុនខ្ញុំបានធ្វើអំពើដាក់កូនប្រុសរបស់លោកបងសួរឲ្យឈឺស្លាប់ហើយថ្មីនេះខ្ញុំក៏បានដាក់ប្រពន្ធគាត់ឲ្យស្លាប់ម្នាក់ទៀតដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិនិងមុខរបររបស់គាត់ហើយជំងឺរបស់លោកបងសពថ្ងៃនេះក៏ដោយសារស្នាដៃខ្ញុំដែរនោះក៏ដោយសារខ្ញុំធ្វើផ្ដាច់មិនទាន់បានពាក្យសារភាពរបស់គ្រូសនបានលន់ឮពេញទួលកប់ខ្មោចអ៊ំយ៉ងក៏ងក់ក្បាលរួចសូត្រអាគមបញ្ជាឲ្យអរិយកោះដកជើងចេញនិងត្រឡប់ចូលមកក្នុងរូបចម្លាក់ឈើវិញគ្រាន់តែបានរួចខ្លួនពីការសង្កត់ភ្លាមគ្រូសនក៏ប្រញាប់វាថយក្រោយក៏ប៉ុន្តែមិនទាន់តែងបានប៉ុន្មានផងសំឡេងស្រែកថាអាសនអាចង្រៃក៏បានបន្លឺឡើងដង្ខៅសួរដែលបានស្ដាប់ឮរឿងគ្រប់យ៉ាងទ្រាំលេងបានក៏ស្ទុះពីកន្លែងពួនទាំងទឹកភ្នែកហូរសស្រាក់គាត់រត់ចូលមកធាក់គ្រូសនមួយជើងចំទ្រូងបណ្ដាលឲ្យគ្រូសនដួលផ្ងាក្រោយម្ដងទៀតរួចក្របួចកអាវគ្រូសនទាំងកំហឹងហើយនិយាយថាឯងជាប្អូនជីដូនមួយអញទុកចិត្តឯងឲ្យឯងនៅផ្ទះជាមួយផ្ដល់បាយផ្ដល់ទឹកឲ្យស៊ីឯងហ៊ានសម្លាប់ប្រពន្ធកូនអញអាសត្វដេរឆានឯងមិនមែនជាមនុស្សទេថាហើយគាត់ក៏ក្តាប់ដៃដាល់គ្រូសនមួយដៃទៀតធ្វើឲ្យគ្រូសនបែកមាត់ហូរឈាមគ្រូសនដែលកំពុងឈឺចាប់និងភ័យស្លន់ស្លោងាកមកសម្លឹងមុខអ៊ំយ៉ងរួចចោទប្រកាន់ថាឯងពួកឯងកុហកអញក្រែងឯងថាមិនប្រាប់អ្នកណាទេអ៊ំយ៉ងបានឆ្លើយតបទៅវិញយ៉ាងមានន័យដូចស្រាផែនដីថាខ្ញុំជាមនុស្សគោរពពាក្យសន្យាមិនបានប្រាប់អ្នកណាសូម្បីមួយម៉ាត់តែនេះគឺគាត់បានឮចេញពីមាត់របស់អ៊ំដោយខ្លួនឯងនេះហើយគឺជាកម្មពៀររបស់លោកអ៊ំសង្ខេបមកដល់ពេលព្រឹកថ្ងៃបន្ទាប់រឿងរ៉ាវអាក្រក់ក៏បានរសាត់បាត់អស់ទង្វើឧក្រិដ្ឋរបស់គ្រូសនត្រូវបានបែកធ្លាយពេញភូមិប៉ូលីសស្រុកប្រចាំតំបន់បានចុះមកចាប់ខ្លួនគ្រូសននិងនីង៉ែតយកទៅដាក់ទោសតាមច្បាប់ពីបទជីកភ្នោ
និងប្រព្រឹត្តអំពើមិនសមរម្យទៅលើសាកសពចំណែកឯដង្ខៅសួរបន្ទាប់ពីបានដឹងការពិតនិងបានជួបវិញ្ញាណប្រពន្ធជាលើកចុងក្រោយតាមរយៈអ៊ំយ៉ងគាត់ក៏បានធូរស្បើយទាំងផ្លូវកាយនិងផ្លូវចិត្តទឹកមុខរបស់គាត់លែងស្លេកស្លាំងតែជំនួសមកវិញនៅភាពរឹងមាំនិងចង់រស់បន្តទៀតមុនពេលក្រុមអ៊ំខៅនិងអ៊ំយ៉ងចាកចេញទៅដង្ខៅសួរបានយកប្រាក់មួយចំនួនធំមកប្រគល់ជូនពួកគាត់ហើយផ្ដាំទៅអ៊ំខៅថាបើថ្ងៃណាមានក្របីល្អៗកុំភ្លេចយកមកលក់ឲ្យគាត់ទៀតពេលនេះគាត់សម្រេចចិត្តថានឹងបន្តរបរនេះទៀតអ៊ំយ៉ងបដិសេធនឹងលាភសក្ការៈនោះហើយនិយាយថាសូមអ៊ំទុកប្រាក់នេះធ្វើបុណ្យឧទ្ទិសកុសលឲ្យប្រពន្ធនិងកូនរបស់អ៊ំចោះពួកខ្ញុំជួយនេះមិនសង្ឃឹមលាភសក្ការៈនោះទេគឺដើម្បីតែភាពត្រឹមត្រូវប៉ុណ្ណោះអ៊ំខៅក៏បានបន្ថែមថាត្រូវហើយពួកខ្ញុំជាអ្នករកស៊ីប្រាក់ដែលពួកខ្ញុំចង់បានគឺប្រាក់ចំណេញពីការលក់គោក្របីដោយសុចរិតប៉ុណ្ណោះនិយាយចប់ក្រុមឈ្មួញក្របីក៏បានលាដង្ខៅសួរនិងអ្នកភូមិបន្តដំណើរត្រឡប់ទៅស្រុកកំណើតវិញចំណែកអ៊ំយ៉ងនិងនីកែមក៏បំបែកផ្លូវគ្នាជាមួយក្រុមរបស់អ៊ំខៅត្រឹមភូមិជួញក្របីនេះដើម្បីបន្តដំណើរទៅភូមិរបស់ពួកគាត់ដែរដែលនៅឆ្ងាយខាងមុខទៀតពួកគាត់ដែលត្រឡប់ទៅភូមិកំណើតរៀងខ្លួនបាននាំយកទៅជាមួយមិនត្រឹមតែប្រាក់ចំណេញពីការលក់ក្របីប៉ុណ្ណោះទេថែមទាំងនាំយកនៅមេរៀនមួយដែលមិនអាចបំភ្លេចបានដែលមានបង្គាប់សេចក្តីអត្ថន័យថាខ្មោចព្រាយបិសាចអ្វីត្បិតតែគួរឲ្យខ្លាចក៏ប៉ុន្តែចិត្តមនុស្សដែលលោភលន់ចង់បានអំណាចនិងច្រណែនឈ្នានីសគឺរឹតតែគួរឲ្យខ្លាចជាងខ្មោចទៅទៀត